សួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំបង្ហាញតពីវីដេអូមុនប៉ុន្តែវីដេអូនេះគឺខ្ញុំបង្ហាញពីរបៀបយើងដាក់ខ្សែឋានដឹកជញ្ជូនផ្ទាល់មកខ្មែរផ្ទាល់ចំពោះដែលហាងមាន KA99 អញ្ចឹងកុំឲ្យខាតពេលអ្នកនរគ្នាចុចតាមខ្ញុំមកយើងចុចទៅលើ profile យើងមួយមកហើយបន្តមកទៀតយើងចុចរូបមញ៉ុងខាងលើខាងស្ដាំបន្តមកទៀតយើងចុចអាទី2អ្នកនរគ្នាមើលថាច់ខ្ញុំបជាចុចអាទី2មកបន្តមកទៀតអ្នកនរគ្នាចុចតាមថាច់ខ្ញុំមកតងចំណុចឡើយនេះអ្នកនរគ្នាចុចខាងលើនេះមួយសិនអញ្ចឹងជាដំបូងអ្នកនរគ្នាអត់ទាន់មានអាស័យដ្ឋានពេលដែលចុចមកវាចេញចែអ្នកនរគ្នានេះចេញចែអញ្ចឹងអាស័យដ្ឋាននេះបានន័យថាយើងដាក់ដឹកមកផ្ទាល់អាស័យដ្ឋាននៅខ្មែរយើងផ្ទាល់បើយើងយកមកខាងនេះបានន័យថាអាស័យដ្ឋានឃ្លាំងនៅចិនដូចឃ្លាំងអ្នកនរគ្នាតាក់ទងមួយក្រុមហ៊ុនដឹកជញ្ជូនយើងអាចយកខាងឆ្វេងប៉ុន្តែបើយើងទិញតាម KA99 យើងយកខាងស្ដាំបង្កើតអាស័យដ្ឋាននៅខ្មែរខ្លួនឯងយើងយកខាងស្ដាំមកអញ្ចឹងវាលោតមកកន្លែងនេះហើយអញ្ចឹងបើអ្នកនរគ្នានៅខេត្តមួយណាវាមានទាំងអស់គ្រប់ខេត្តយើងនៅខេត្តមួយណាយើងដាក់មួយនឹងមកដូចខ្ញុំនៅភ្នំពេញខ្ញុំនៅខាងខណ្ឌអញ្ចឹងចូលកន្លោទី2វាសួរយើងនៅខណ្ឌណាអញ្ចឹងអ្នកនរគ្នាដាក់មកដូចខ្ញុំនៅខណ្ឌទួលគោកបន្ទាប់មកទៀតវាសួរសង្កាត់អញ្ចឹងអ្នកនរគ្នានៅសង្កាត់មួយណាយើងដាក់តាមនឹងមកដូចខ្ញុំនៅសង្កាត់បង្កក់មួយខ្ញុំដាក់សង្កាត់បង្កក់មួយតែប៉ុណ្្នឹងមកហើយចំពោះខាងក្រោមនេះកន្លែងខ្ញុំអុកថាច់នេះអ្នកនរគ្នាទៅយកកន្លែងមួយទៀតចាំខ្ញុំប្រាប់យើងចេញមកសិនមកអ្នកនរគ្នាចូលទៅ Google Map កន្លែងនេះគឺខ្ញុំចង់បញ្ជាក់អ្នកនរគ្នាបន្តិចបើសម្រាប់អ្នកទាំងអស់គ្នាដែលនៅជាប់ផ្លូវធំអាហ្នឹងអត់ជាបញ្ហាទេប៉ុន្តែបើអ្នកនរគ្នានៅដូចខ្ញុំអត់ជាប់នៅផ្លូវធំទេខ្ញុំនៅលក្ខណៈផ្លូវភូមិអញ្ចឹងពេលដែលអ្នកនរគ្នាចង់យកលេខផ្លូវអ្នកនរគ្នាធ្វើតាមខ្ញុំអញ្ចឹងអ្នកនរគ្នាឃើញនេះខាងនេះចុងផ្លូវដែលអាចចូលមកទីតាំងខ្ញុំបានខាងនេះក៏អាចចូលមកទីតាំងខ្ញុំបានអញ្ចឹងយើង pin មួយមកយើង pin សម្រាប់យកអាកន្លែងមិញកន្លែងនៅក្នុង app ដាក់នៅក្នុង app ចិនមិញយើងចុច pin លើផ្លូវហ្នឹងមកយើងចុច pin អញ្ចឹងបានន័យថាពេលដែលអ្នកនរគ្នាដាក់អាស័យដាក់ទីតាំងហ្នឹងសម្រាប់ឲ្យពេលអាវ៉ាន់មកដល់ខ្មែរគេដឹកមកពេលដែលគេមកដល់ទីតាំងហ្នឹងគេដឹងថាផ្លូវបត់ចូលមកឲ្យយើងគាត់ទៅប្រាប់គេថាបត់ចូលមកក្នុងមកអាហ្នឹងត្រូវហ្មងអញ្ចឹងយើងចុច pin លើនឹងមួយហើយយើងអូសកន្លែងនេះអ្នកនរគ្នាយកអូសអាហ្នឹងឡើងមកអូសឡើងហើយអ្នកនរគ្នាចុចកន្លែងនេះខ្ញុំនេះអូសថាច់នេះយើងចុចកន្លែងហ្នឹងមួយបាច់មកអញ្ចឹងហើយអ្នកនរគ្នា copy កន្លែងនេះមានលេខផ្លូវលេខអីហ្នឹងអ្នកនរគ្នា copy កន្លែងហ្នឹងមកយើងចុចទាំងអស់ហ្នឹងមកយើងចុច copy មកហើយយើងចូលទៅ app ប្រើយើងវិញហើយអ្នកនរគ្នាផាសវាកន្លែងនេះផាសវាកន្លែងនេះយើងផាសវាកន្លែងហ្នឹងមកបានហើយចំពោះខាងក្រោមនេះយើងដាក់ឈ្មោះដូចអ្នកនរគ្នាឈ្មោះអីយើងដាក់ឈ្មោះហ្នឹងមកដូចខ្ញុំឈ្មោះពៅអញ្ចឹងខ្ញុំដាក់ប៊ុនពៅអញ្ចឹងទៅតែប៉ុណ្្នឹងមកហើយកន្លែងនេះគឺលេខទទួលលេខទូរស័ព្ទអ្នកនរគ្នាលេខប៉ុន្មានដាក់កន្លែងហ្នឹងមកកន្លែងនេះបានន័យថាពេលដែលអាវ៉ាន់មកដល់ខ្មែរចូលក្រុមហ៊ុនមួយណាក៏ដោយមិនថា CE មិនថា CTO ទេចូលក្រុមហ៊ុនមួយណាក៏ដោយពេលដែលអ្នកនរគ្នាដាក់លេខយើងហើយពេលណាអាវ៉ាន់ចូលមកដល់ឃ្លាំងគឺក្រុមហ៊ុនគេតាក់ទងមកយើងហើយគេសួរថាយើងនៅម្ដុំហ្នឹងនៅផ្លូវមួយណាអញ្ចឹងអ្នកនរគ្នាប្រាប់គេតែបន្តិចទៀតមកថាពេលដែលមកដល់ផ្លូវហ្នឹងហើយត្រូវបត់ឆ្វេងបត់ស្ដាំអីបន្តិចមកអាហ្នឹងបានហើយអ្នកនរគ្នាធ្វើតាមខ្ញុំទៅគឺអត់ខុសទេទីតាំងហើយចំពោះខាងក្រោមនេះគឺ zip code ហ្នឹងអ្នកនរគ្នាចូលទៅមើល Google ទៅទីតាំងអ្នកនរគ្នាហ្មងដាក់តាមនោះទៅបើដូចខ្ញុំនៅភ្នំពេញខ្ញុំដាក់ zip code 12000ហើយយើងចុច confirm វាមកតែប៉ុណ្្នឹងមកបានហើយអ្នកនរគ្នាឃើញនេះតែប៉ុណ្្នឹងមកអ្នកនរគ្នាទិញអីវ៉ាន់ពីហាង KA99 ដឹកជូនមកផ្ទាល់បានហើយយើងចេញទៅវិញមកហើយយើងរកមើលតម្លៃ KA99 អញ្ចឹងដូចត្រង់ចំណុចនេះអញ្ចឹងយើងចុចទិញមកអានេះដោយសារ account ខ្ញុំថ្មីអ្នកនរគ្នាអានេះគ្រាន់តែខ្ញុំបញ្យល់អ្នកនរគ្នាអញ្ចឹង account ថ្មីបើ account ទិញរងថ្ងៃផ្សេងអានេះដូចជាវីដេអូមុនដែរទេអ្នកនរគ្នាខាងលើយើងទិញតែមួយហាងដឹកចេញខាងក្រោមសម្រាប់អាវ៉ាន់ខ្ចប់ចូលគ្នា 3-4 ហាងអញ្ចឹងទៅអញ្ចឹងតែប៉ុណ្្នឹងមកហើយអ្នកនរគ្នាហើយសម្រាប់ដែលយើងដាក់អាវ៉ាន់ច្រើនហាងហើយឲ្យខ្ចប់ចូលគ្នាកុំភ្លេចកន្លែងនេះយើងចុចកន្លែងហ្នឹងមកវាមានអាវ៉ាន់ដូចថា 4-5 ហាងអញ្ចឹងអ្នកនរគ្នាអាចចុច confirm ខ្ចប់ចូលគ្នាឲ្យពួកវាដឹកចេញមកអញ្ចឹងវីដេអូមានតែប៉ុណ្្នឹងបើអ្នកនរគ្នាចូលចិត្តកុំភ្លេចជួយ share ខ្ញុំមួយផង